Ok, so say ទាំងអស់គ្នាតោះឥឡូវយើងបន្តទៀតវីដេអូខ្លីនេះខ្ញុំនឹងបង្ហាញអំពី clauses វីដេអូមុនយើងបានដឹងរួចមកហើយអំពី parts of speech អំពីថ្នាក់ពាក្យហើយនិង phrases អំពីកន្សោមពាក្យឥឡូវយើងដឹងពី clauses ហ្នឹងគឺយើងប្រែថារបស់ណាក្នុងភាសាខ្មែរយើងអាចប្រែថារបស់បានហើយវាគឺជា the heart of sentences វាគឺជាបេះដូងនៃរបស់មែនតើទៅក្នុងភាសាអង់គ្លេសវាមានពាក្យពីរសម្រាប់ហៅទី1គឺ clause ទី2គឺ sentence ប៉ុន្តែក្នុងខ្មែរយើងពីមុនមកយើងធ្លាប់ហៅថាប្រយោគតែឥឡូវគឺយើងប្រែថារបស់ជាងតើអីនេះគឺជា clause a clause is a group of words that contains a subject and a verb គេថា clause ហ្នឹងគឺជាគ្រប់នៃពាក្យដែលរួមមានប្រធានមួយហើយនិងគ្រាសព្ទមួយហើយ clause នឹងវាមានពីរប្រភេទទៀត there are two main types of clauses ទីមួយគឺគេហៅថា independent clause គឺរបស់គេហៅថារបស់ទូលណាបើយើងប្រែជាខ្មែរឲ្យត្រូវគឺគេហៅថារបស់ទូល independent clause ឬក៏យើងប្រែថាប្រយោគក៏បានដែរមិនអីដែរហើយ independent clause ហ្នឹងគឺវាជា clause ដែល expresses a complete thought and can stand alone as a sentence អញ្ចឹង independent clause ហ្នឹងវាបង្ហាញនៅគំនិតដែលពេញលេញមួយហើយវាអាចឈរនៅតែឯងជា sentence មួយបានអញ្ចឹង independent clause ហ្នឹងវាដូចតែ sentence មួយដែរទេណាឧទាហរណ៍ថា I went to the store ខ្ញុំបានទៅផ្សារអញ្ចឹង I went to the store ហ្នឹងវាគឺជា independent clause independent មានន័យថាវាអាចឈរតែឯងបាន independent យើងប្រែថាឯករាជ្យណាអញ្ចឹង I went to the store វាគឺជា independent clause អញ្ចឹងវាគឺជារបស់មួយដែលមានន័យពេញលេញហើយវាបញ្ចប់ទៅដោយសញ្ញាខានគឺ full stop កន្លែងនេះផ្ទុយពី independent clause មកប្រភេទទៀតយើងហៅថា dependent clause dependent clause គឺជា clause ដែល does not express a complete thought and cannot stand alone as a sentence អញ្ចឹង dependent clause ហ្នឹងវាគឺជា clause មួយប្រភេទដែលអត់អាចបញ្ជាក់នៅគំនិតពេញលេញបានទេវាអត់អាចឈរនៅតែឯងបានទេណាអញ្ចឹងវា relies on an independent clause to make sense វាអាស្រ័យទៅលើ dependent clause ដើម្បីបង្កើតឲ្យវាមានអត្ថន័យឧទាហរណ៍ because it was raining ពីព្រោះតែមេឃភ្លៀងអញ្ចឹងបើយើងនិយាយតែប៉ុណ្្នឹងយើងអត់ដឹងខ្លឹមសារពិតប្រាកដទេអញ្ចឹងសម្ដីដែលនិយាយថាដោយសារតែមេឃភ្លៀង because it was raining យើងដឹងថាមេឃភ្លៀងហើយមេឃភ្លៀងគឺជាហេតុឯកន្លែងហ្នឹងប៉ុន្តែផលនៅក្នុងសាច់រឿងបន្ទាប់ទៀតគឺជាអីគេអញ្ចឹងយើងអត់ដឹងអញ្ចឹងនិយាយតែប៉ុណ្្នឹងវាអត់មានន័យគ្រប់គ្រាន់ទេគេហៅថាវាមិនមែនជា complete thought ទេដោយសារវាបាត់សាច់រឿងមួយកណាត់ទៀតអញ្ចឹងពពួករបស់បែបហ្នឹងគឺជា dependent clause ហើយយើងអាចសម្គាល់ dependent clause តាមរយៈ conjunction តាមរយៈឈ្នាប់មួយចំនួនដូចជា because although when if while who which that អញ្ចឹងអត់ពិបាកចំណាំទេគ្នាចំពោះ dependent clause ហ្នឹងគឺវាជាទូទៅវាចាប់ដើមទៅដោយ conjunction ទាំងអស់ហ្នឹងហើយវាអត់អាច stand alone បានទេណាចំណុចសំខាន់មួយទៀតដែលយើងត្រូវដឹងគឺពាក់ព័ន្ធទៅនឹងការប្រើវណ្ណយុត្តសញ្ញា punctuation ណាអញ្ចឹងនៅពេលណាដែលយើងប្រើ comma យើងអាចប្រើ comma បន្ទាប់ពី introductory dependent clause បន្ទាប់ពី dependent clause ដូចជាឧទាហរណ៍ because it was raining I took an umbrella អញ្ចឹងកាលណាយើងទៅ say dependent clause មុនដូចជារបស់នេះគឺវា dependent clause ដែលផ្ដើមទៅដោយ conjunction because អញ្ចឹងរបស់បន្ទាប់ទៀតដែលជា independent clause ហ្នឹងយើងត្រូវដាក់ comma សិនមុននឹងយើងទៅ say របស់បន្ទាប់អាហ្នឹងជាច្បាប់វេយ្យាករណ៍ណាប៉ុន្តែបើយើងទៅ say independent clause មុនយើងនិយាយថា I took an umbrella because it was raining អញ្ចឹងអត់ចាំបាច់ដាក់ comma ទេអានេះយើងរៀនចំណាំទៅហើយមួយចំណុចទៀតគឺគេនិយាយថា do not use a comma when the dependent clause is essential and comes at the end of the sentence យើងអត់ចាំបាច់ប្រើ comma ទេនៅពេលដែលយើងអត់ចាំបាច់ប្រើក្បៀសទេនៅពេលដែល dependent clause ហ្នឹងវាជាធាតុចាំបាច់ហើយវានៅខាងចុងរបស់ឧទាហរណ៍ I like the book that you gave me ខ្ញុំចូលចិត្តសៀវភៅដែលអ្នកឲ្យខ្ញុំ
ចឹងបន្ទាប់ពី I like the book បន្ទាប់ពី book នេះយើងអត់ចាំបាច់ដាក់ comma ទេយើងអត់ចាំបាច់ដាក់ comma ទេពីព្រោះថា that you give me នឹងវាជាធាតុចាំបាច់đểផ្ដល់ព័ត៌មានបន្ថែមផ្ដល់ព័ត៌មានទៅឲ្យ independent clause ខាងដើមនេះគឺ I like the book I like the book that you give me ចឹងវីដេអូខ្លីនេះខ្ញុំមានតែប៉ុណ្្នឹងទេពាក់ព័ន្ធទៅនឹង clause និងប្រភេទរបស់ clause ណា